ជំងឺ depression ឬជំងឺបាក់ទឹកចិត្តទីពេលខ្លះរឿងតូចក៏បង្កឲ្យមានមនុស្សសមត្ថភាពចេញពីសាលាជាមួយគ្នារៀនដូចគ្នាពេលដែលចេញទៅធ្វើការអ្វីដែលខុសគ្នាគឺខុសនៅផ្នត់គំនិតនិងវិធីសាស្ត្រក្នុងការគិតនឹងថាគឺការងារនេះឯងបាទឥឡូវឧទាហរណ៍មនុស្សពីរនាក់វិជ្ជាបណ្ឌិតដូចគ្នាចេញទៅអានេះរឿងពិតបកគលភារកិច្ចមួយដូចគ្នាជំងឺថ្មីដែលមកវិភាគម្នាក់អត់ធ្លាប់ឆ្លងកាត់គឺគ្រាន់តែពុបឧបសគ្គភ្លាមតែម្នាក់ទៀតចេញទៅគឺច្បាមភ្លាមអានឹងថ្មីតាក់ទងទៅគ្រូនៅបារាំងគ្រូឬស្អីស្រាវជ្រាវរកចម្លើយមួយចំនួនមិនប្រកបការគិតគូរការរៀនសូត្រធ្វើជាជាងមិនថាជាងសំណងមិនថាជាងអគិសនីមិនថាជាគណនេយ្យការបដិបដាផ្នត់គំនិត soft skill នេះគឺផ្ដោតខ្លាំងទៅលើការជំរុញលើកទឹកចិត្តខ្លួនឯងនេះគឺជាចំណុចដែលសំខាន់ហើយការជំរុញនេះឥឡូវបានខ្ញុំឃើញគេមានថ្នាក់គេហៅអីmotivation ពាក្យថាថ្នាក់លើកទឹកចិត្តឬមួយក៏កាលមុនគេហៅថ្នាក់ជោគជ័យគឺថ្នាក់ជោគជ័យនេះគេយក CEO អ្នកដែលធ្លាប់ដឹកនាំឬមួយក៏មន្ត្រីឬមួយក៏បុគ្គលិកដែលមានជំនាញហើយគេយកមកបន្ថែមឲ្យអត់មានបង្រៀនអ្នកនឹងបង្រៀនរឿងកងតាបបង្រៀនអីព្រោះអ្នកនឹងចេះឲ្យជំនាញរឹងប៉ុន្តែអ្វីដែលសំខាន់គេយកមកដើម្បីបដោះឲ្យឃើញតម្លៃនៃឱកាសរបស់ខ្លួនការជំរុញខ្លួនឲ្យធ្វើការថ្ងៃមុនខ្ញុំប្រាប់ជំនួយការបងធ្វើការឲ្យគេនៅធនាគារពិភពលោកធ្វើការតម៉ោង4ចប់ភ្លឺព្រឹកឡើងម៉ោង6ងើបជាអតេះភ្លើងទៅទៀតអត់មានរឿងស្អីណាបាក់បៀទេ